អ្នកដែលគាត់ចូលចិត្តដើរលេងកម្សាន្តនៅតាមតំបន់ព្រៃភ្នំហើយក៏ដូចជាតំបន់ប្រាសាទនានានៅក្នុងប្រទេសកម្ពុជារបស់យើងថ្ងៃនេះខ្ញុំនឹងណែនាំម៉ាស៊ីនឆុងកាហ្វេខ្នាតតូចមួយដែលយើងអាចយកដាក់តាមខ្លួនបានហើយសម្រាប់ឧបករណ៍នេះគឺជាផលិតផលរបស់ក្រុមហ៊ុន Kuna ដោយសាកថ្មមកពេញគឺយើងអាចឆុងកាហ្វេបានដល់99ដងហើយបើយើងនិយាយពីការដាំទឹកដើម្បីយកមកឆុងកាហ្វេវិញគឺបានរហូតដល់5ដងអញ្ចឹងវាមានភាពងាយស្រួលមែនតើហើយជាពិសេសមួយទៀតនោះគឺវាមាន waterproof ដើម្បីការពារជំរាបទឹកផងដែរធ្វើការឆុងកាហ្វេដើម្បីបានកម្លាំងបន្តដំណើរទៅមុខទៀតដើម្បីទស្សនានៅប្រាសាទគោវត្តដែលជាឆាកយវត្ថុដែលដូនតាខ្មែរយើងបានបន្សល់ទុកតាំងពីសតវត្សទី12ដើម្បីបង្កើនថាមពលក្នុងការដើរទស្សនានៅតាមជាងប្រាសាទរបស់ដូនតារបស់យើងគឺខ្ញុំធ្វើការឆុងកាហ្វេដោយប្រើឧបករណ៍ Portable Espresso Machine យើងអាចប្រើជាប្រភេទ capsule ក៏បានយើងប្រើជាប្រភេទម្សៅកាហ្វេក៏បានដែរតែបើសិនជាបងប្អូនដើរលេងហើយអត់ចង់ស្ពាយឧបករណ៍ច្រើនទេយើងអាចយកតែឧបករណ៍មួយហ្នឹងទៅហើយយើងទិញជាមួយនឹងពពួកកាហ្វេ capsule គឺយើងងាយស្រួលជាងនិងសម្រាប់អ្នកដែលគាត់អត់ចូលចិត្តនៅភាពអញ៉ែច្រើនគឺយើងប្រើជា capsule យើងមាន filter basket សម្រាប់យើងឆុងជាប្រភេទម្សៅក៏បានដែរដោយសារតែខ្ញុំត្រូវដើរឆ្ងាយផងគឺខ្ញុំឆុងដោយប្រើក្បាល capsule គឺល្អជាងដោយសារតែវាមានភាពងាយស្រួលជាងសម្រាប់ខ្ញុំតែយើងអត់អាចស្ពាយវាជា grinder ទៅតាមខ្លួនបានទេអញ្ចឹង capsule គឺល្អសម្រាប់ខ្ញុំហើយបើនិយាយពីការដាំទឹករបស់ឧបករណ៍ហ្នឹងគឺយើងចំណាយពេលត្រឹមតែ3នាទីយើងនឹងទទួលបាន Cafe Espresso ដែលមានគុណភាពមួយកែវអញ្ចឹងអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់កម្មង់អាចកម្មង់នៅក្នុង page របស់ Kuna បានមានចង្អល់តាក់ទងនឹងឧបករណ៍នេះអាច comment សួរខ្ញុំនៅខាងក្រោមបានជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលាបាយបាយអញ្ចឹងពេលមកលេងតំបន់ប្រាសាទទឹកអីហ្នឹងយើងចោលធុងសម្រាមវិញណាខ្ញុំចោលផ្ដេសផ្ដាស់ការពារបរិស្ថាន